ហាហាឈៀនចៅចៅអញខ្លាចអីឯងថាកណ្ដុរនេះជាចៅឬខ្ញុំថាឯងប្រកាសជាឈួតហើយឯងធ្វើពុតជាឈួតដើម្បីគេចវេះពីកំហុសមែនទេមែនហើយគឺវានឹងហើយខ្ញុំឈៀនចៅចៅសូមស្បោះថាស្នៀតសក់នឹងថ្នាំពៅគឺវាជាអ្នកលួចរបស់ទាំងនេះមិនមែនខ្ញុំលួចទេតែជាការណែនាំពីទេវតាយប់មិញខ្ញុំយល់សប្តិឃើញបរោះអាវខ្មៅប្រាប់ថាគាត់ជាទេវតារាត្រីគាត់ថាខ្ញុំមានចិត្តស្មោះជួយប្តីទើបណែនាំឲ្យខ្ញុំទៅទីធ្លាក្នុងភូមិនៅទីនោះមានកំណប់ខ្ញុំក៏ទៅតាមការណែនាំស្រាប់តែឃើញហ្វូងកណ្ដុរយកស្បៀងមកឲ្យលោកប្តីសុំជាអ្នកចេះដឹងមែនឃើញកណ្ដុរនាំស្បៀងមកឲ្យចុះយ៉ាងម៉េចទៀតពួកវាមិនរត់ទេថែមទាំងយកទ្រព្យមកឲ្យទៀតថាខ្ញុំមានចិត្តស្មោះទើបមកជួយកណ្ដុរជូនស្បៀងមិនដែលលឺសោះនិយាយដូចមែនទេអញ្ចឹងឬមួយក៏មានទេវតាមែនអ្នកភូមិប្រកាសជាជឿហើយជំហានទី1ជោគជ័យសាកល្បងជំហានទី2ឯងមានសង្ឃឹមហើយមេភូមិរបស់ទាំងអស់នេះគឺស្ដេចកណ្ដុរជាអ្នកចុះកញ្ច្រែងនោះក៏ជារបស់ដែលស្ដេចកណ្ដុរខ្ចីពីអ៊ូឈុនឡានដែរបើមេភូមិមិនជឿអាចសួរគាត់បានហាហាឈៀនចៅចៅឯងនិយាយលេងមែនទេខ្ញុំអត់និយាយលេងទេការពិតគឺអញ្ចឹងបើលោកទម្លាក់កំហុសខ្ញុំលោកមិនខ្លាចខូចឈ្មោះពេលការពិតលាតត្រដាងទេមេភូមិប្រពន្ធខ្ញុំនិយាយត្រូវហើយរឿងនេះសំខាន់ណាស់សូមលោកពិចារណាបានហើយខ្ញុំជឿអ្នកហេតុអីទៅរឿងនេះវាជាស្ដេចកណ្ដុរមែនឬឯងពិតជាស្ដេចកណ្ដុរមែនមកក្បាលគឺមែនក្រវីក្បាលគឺទេជំហានទី2គឺត្រូវសហការជាមួយមេភូមិពេលគាត់សួរឯងត្រូវរើបម្រើឲ្យខ្លាំងយល់ទេស្នៀតសក់នឹងថ្នាំប៉ៅគឺឯងជាអ្នកលួចមែនទេប្រពន្ធខ្ញុំត្រូវគេទម្លាក់កំហុសមែនទេយ៉ាងម៉េចហ្នឹងនាងប្រកាសជាបោកប្រាស់ហើយមេភូមិគុំជឿឲ្យសោះមែនហើយមិនក៏ចៃដន្យម្លេះនេះកាត់អីហ្នឹងខ្ញុំធ្លាប់អានសៀវភៅគេថាគ្រប់យ៉ាងសុទ្ធតែមានវិញ្ញាណឥឡូវកណ្ដុរកំពុងប៉ះបោប្រកាសជាមានភាពយុត្តិធម៌ហើយមេភូមិក្រែងលោពួកយើងចាប់កំហុសមនុស្សល្អមែនទេបើយើងធ្វើបាបអ្នកដែលទេវតាការពារមេឃប្រកាសជាដាក់ទោសយើងហើយកុំជឿនាងកំពុងតែធ្វើពុតទេគឺនាងនឹងហើយកុំចាញ់បោកនាងឲ្យសោះអ្នកទាំងអស់គ្នាខ្យល់មកហើយមើលចុះស្ដេចកណ្ដុរមកហើយគេនាំហ្វូងកណ្ដុរមកហើយខ្ញុំមានវិធីជួយនាងឲ្យស្អាតស្អំវិញប្តីខ្ញុំមិនត្រឹមតែសង្ហាទេថែមទាំងឆ្លាតទៀតខ្ញុំកាន់តែស្រឡាញ់គាត់ហើយស៊ីយានជាមនុស្សតែម្នាក់គត់ដែលរៀនសូត្រជ្រៅជ្រះក្នុងភូមិមិនបានជាកណ្ដុរមកច្រើនម្លេះមេភូមិនេះជាប្រផ្នូលអាក្រក់បើមេឃមានប្រផ្នូលបែបនេះប្រកាសជាមានមនុស្សមានគំនុំហើយមើលទៅគ្រួសារម៉ូច្បាស់ជាមានភាពអយុត្តិធម៌ទើបមេឃខឹងមើលចុះសំបីតែស្ដេចកណ្ដុរក៏នៅមិនសុខដែរនេះជាការដាក់ទោសពីមេឃហើយបើសិនជាថ្ងៃនេះមេភូមិមិនរកយុត្តិធម៌ឲ្យប្រពន្ធខ្ញុំទេហ្វូងកណ្ដុរទាំងនេះនឹងវីលុបពេញភូមិមិនខានទេពួកឯងទាំងពីរនាក់ប្រាប់មកពួកឯងទម្លាក់កំហុសឲ្យចៅមែនទេឆ្លើយមកខ្ញុំនិយាយហើយពួកយើងជាអ្នកទម្លាក់កំហុសឲ្យនាងស្បៀងនឹងថ្នាំពុលទាំងអស់នោះគឺយើងលួចពីបន្ទប់ទី2តែខ្ញុំមិនដឹងថាកញ្ច្រែងនោះទៅនៅទីនោះបានដោយរបៀបណាទេអូខេអ៊ូឈុនឡាននិងម៉ូឆាំងមីងពួកឯងលួចទ្រព្យសម្បត្តិហើយទម្លាក់កំហុសឲ្យប្អូនថ្លៃទៀតចាប់ពួកគេបញ្ជូនទៅសាលាដេកាទៅមនុស្សធននេះមិនអាចទុកក្នុងភូមិបានទេចៅពួកយើងយល់ច្រឡំលើអញហើយសូមអញអធិស្ឋានឲ្យផងប្រាប់ស្ដេចកណ្ដុរឲ្យស្ងប់ចិត្តទៅឲ្យពួកគេបំបែកជួរទៅសូមអង្គវហើយបានអរគុណស្ដេចកណ្ដុរដែលជួយ
សូមអញ្ជើញមេភូមិឥឡូវការពិតបានលាតត្រដាងហើយតើខ្ញុំនៅជីចោលទៀតទេអ្នកទាំងពីរឆាប់ចាប់នាងទៅចាំសិនប៉ាខ្ញុំកុំពួកឯងធ្វើអីយើងមិនបានទេមែនទេបងធំបងថ្លៃសារភាពអស់ហើយឯងនៅចេះទៀតឬឈានចៅចៅមើលទៅឯងនៅមិនទាន់យកស្ថានភាពច្បាស់ទេមេភូមិស្នៀតសក់នេះជារបស់ឈុនឡានយើងគ្រាន់តែទៅយកវាមកវិញគេហៅថាយករបស់ខ្លួនឯងវិញមែនទេបានចុះចំណែកថ្នាំពៅទាំងនោះវិញថ្នាំពៅនោះទោះជារបស់បន្ទប់ទី2ក៏ដោយវាក៏ជារបស់គ្រួសារម៉ូដែរឥឡូវនេះមិនទាន់បំបែកគ្រួសារទេយើងជាមនុស្សក្នុងគ្រួសារយករបស់ក្នុងផ្ទះគេមិនហៅថាលួចទេឃើញទេរឿងតូចតាចប៉ុណ្ណឹងចង់ប្តឹងទៅសាលាដីកែវលោកមេស្រុកក៏ខ្ជិលខ្វល់នឹងអញដែរត្រូវហើយនាងនេះគឺអញ្ចឹងឯងប្រាប់ហើយថាយើងមកផ្ទះវិញខ្ញុំដឹងមុនបាត់ទៅហើយថាគេនឹងត្រឡប់មកវិញបងធំស៊ីយានមានការអីទៀតបងនិយាយត្រូវហើយក្នុងត្រកូលតែមួយយករបស់គ្នាមិនគិតជាចោតទេប៉ុន្តែទោសដែលបងប្រព្រឹត្តមិនត្រឹមតែលួចទេគឺមានទោសចោទប្រកាន់គេដោយមិនពិតច្បាប់បានចែងយ៉ាងច្បាស់ថាចោទប្រកាន់គេខុសនឹងត្រូវមានទោសបងទម្លាក់កំហុសឲ្យចៅថាជីចោហើយចង់បញ្ជូននាងទៅសាលាដីកាទៀតមនុស្សនៅទីនេះឃើញទាំងអស់គ្នាតាមច្បាប់គឺមានទោសប្រទេសយើងក៏មានច្បាប់នេះដែរពិតមែនហើយកាលពី20ឆ្នាំមុនលោកមេស្រុកធ្លាប់ប្រាប់ច្បាប់នេះខ្ញុំនឹកឃើញហើយពិតជាមានមែនកាលពីខែមុនបងជីដូនមួយខ្ញុំនៅភូមិក្បែរនេះក៏ត្រូវចាប់ដាក់គុកព្រោះចោទគេឯងដែរត្រូវគេវាយរហូតដល់ស្លាប់ទៀតស៊ីយានឯងចង់យ៉ាងម៉េចដើម្បីមានមុខអាក្រក់នេះឯងចង់ឆ្លោះជាមួយបងមែនទេបងធំយកខុសហើយស៊ីយានលើករឿងនេះមកនិយាយគឺមានគោលបំណងតែមួយទេគឺបំបែកគ្រួសារការបំបែកគ្រួសារគឺជាជម្រើសដ៏ល្អបំផុតបើបន្តនៅជាមួយគ្នាទៀតច្បាស់ជាមានបញ្ហាធំមិនខានខ្ញុំដឹងច្បាស់ថាបងធំជាមនុស្សយ៉ាងម៉េចបើមិនបំបែកទេចៅប្រកាសជាត្រូវគេធ្វើបាបទៀតឆ្លៀតឱកាសនេះបំបែកគ្រួសារទៅជាការល្អមែនហើយបំបែកគ្រួសារឥឡូវនេះបើបំបែកគ្រួសារទ្រព្យសម្បត្តិក៏ត្រូវបែងចែកដែរតើខ្ញុំត្រូវរស់យ៉ាងម៉េចខ្ញុំមិនយល់ព្រមទេចង់បំបែកគ្រួសារមែនទេកុំយកសពត្រូវហើយប្អូនទី2ឯងប្រកាសជាត្រូវខ្មោចចូលហើយមិនទាន់បំបែកគ្រួសារផងពួកឯងស៊ីចុករបស់ខ្ញុំទៅហើយបើបំបែកគ្រួសារពួកឯងចង់ដាច់ពូស្លាប់មែនទេត្រូវហើយការមិនបំបែកគ្រួសារគឺដើម្បីល្អសម្រាប់ឯងទេប្អូនទី2គិតច្បាស់ទៅខ្ញុំគិតច្បាស់ណាស់បងធំបងប្រហែលជាស្ដាប់មិនទាន់យល់ទេខ្ញុំប្រាប់ថាបំបែកគ្រួសារគឺប្រាប់ឲ្យដឹងមិនមែនមកពិភាក្សាទេថ្ងៃនេះបើមិនបំបែកទេទៅសាលាដីកាជាមួយខ្ញុំឬមួយក៏ឲ្យមេភូមិនិងអ្នកភូមិធ្វើជាសាក្សីក្នុងការបំបែកគ្រួសារនៅទីនេះបងជ្រើសរើសទៅប្តីសម្លាញ់អ្នកក្លាហានមិនយកខ្លួនទៅបៀតនឹងរឿងក្តៅក្រហាយទេបើទៅសាលាដីកាពិតមែនប្រកាសជារងទុកធំហើយយល់ព្រមជាមួយវាសិនទៅថ្ងៃក្រោយយើងរកវិធីចាត់ការវាបានខ្ញុំយកព្រមបំបែកគ្រួសារក៏បំបែកទៅថ្ងៃនេះបំបែកគ្រួសារគឺជាការចាប់ផ្ដើមនៃភាពរុងរឿងរបស់ត្រកូលម៉ូបងប្អូនត្រកូលម៉ូសុទ្ធតែមានប្រពន្ធរៀងខ្លួនហើយដល់ពេលត្រូវរស់នៅរៀងខ្លួនហើយទីបំផុតបានរស់នៅយ៉ាងមានក្តីសុខហើយខ្ញុំនឹងចិញ្ចឹមប្តីដល់សង្ហារបស់ខ្ញុំឲ្យធាត់ត្រឡុកត្រលូនតែម្ដងការបែងចែកទ្រព្យសម្បត្តិមានដូចទៅបន្ទប់ធំ3នៅទីខាងកើតនិងវាលស្រែ2រ៉ៃប្រគល់ឲ្យបន្ទប់ធំគឺម៉ូឆាំងមីងចំណែកឯផ្ទះចាស់2បន្ទប់នៅទីខាងលិចនិងចំការ3រ៉ៃនៅក្រោយភ្នំប្រគល់ឲ្យបន្ទប់ទី2គឺម៉ូស៊ីយានមិនអីទេឲ្យតែបានគេចផុតពីគ្រួសារចង្រៃនេះក្រកក្រចុះចំណែកប្អូនស្រីពៅម៉ូស៊ីវសៀងតាមច្បាប់គឺបងប្រុសច្បងត្រូវមើលថែដូច្នេះត្រូវប្រគល់ឲ្យបន្ទប់ធំនិយាយថាចង់លូកស៊ីវសៀងខ្ញុំបានសន្យាហើយថានឹងឲ្យស៊ីវសៀងរស់នៅបានស្រួលមិនបានទេសៀវសៀងត្រូវតែ
រស់នៅជាមួយខ្ញុំមិនបានទេថ្ងៃនេះស៊ីវសៀងត្រូវតែរស់នៅជាមួយយើងមេភូមិស៊ីវសៀងត្រូវតែទៅជាមួយពួកយើងកុំយកសັບពួកឯងទាំងពីរនាក់សូម្បីតែបងប្រុសបងស្រីច្បងផងយកនាងទៅធ្វើនាងមិននៅជាមួយយើងឲ្យនាងទៅនៅជាមួយអ្នកណាជាមួយឯងឬចង់ឲ្យនាងខ្លាចជាមនុស្សចិត្តអាក្រក់ដូចពួកឯងមែនទេបានហើយឈានចៅកុំមករករឿងនៅទីនេះមើលស្ថានភាពពួកឯងសិនទៅថែមមនុស្សម្នាក់ទៀតចង់អត់បាយស្លាប់មែនទេបងប្រុសប្រៀបដូចឪពុកស៊ីវសៀងត្រូវតែនៅជាមួយបន្ទប់ធំរឿងនេះសម្រាប់អញ្ចឹងចោះខ្ញុំមិនយល់ព្រមទេឥឡូវរស់នៅស្រួលមិនប្រកាសថាថ្ងៃមុខរស់មិនស្រួលទេថ្ងៃនេះឲ្យតែស៊ីវសៀងជាសះស្បើយឯងចង់រឹងតឹងមែនទេមេភូមិខ្ញុំមើលទៅប្អូនទី2និងប្អូនថ្លៃទូចខ្លាំងណាស់វាក៏មិនមែនថាមិនបានដែរឲ្យតែឯងអាចបញ្ជាក់ថាអាចចិញ្ចឹមស៊ីវសៀងបានខ្ញុំនឹងប្រគល់នាងឲ្យពួកឯងបើសិនជាឯងអាចរកប្រាក់10ដំឡឹងបានក្នុងរយៈពេល1ខែខ្ញុំនឹងប្រគល់ស៊ីវសៀងឲ្យ10ដំឡឹងឯងឈួតទេដឹង10ដំឡឹងនេះអាចឲ្យកសិកររស់បាន2ឆ្នាំនេះច្បាស់ជាចង់ធ្វើបាបគ្នាហើយខ្ញុំជាអ្នករៀនសូត្រគ្មានកម្លាំងពលកម្មទេធ្វើម៉េចនឹងរក10ដំឡឹងបានក្នុងរយៈពេល1ខែនោះយ៉ាងម៉េចហើយប្អូនទី2គ្មានអីនិយាយទេបើគ្មានសមត្ថភាពទេកុំប្រឹងពេកកុំយកសប្តិអីចាំសិនមើលងាយគ្នាមែនទេពេទ្យសត្វលំដាប់ជួរមុខពីសត្វវទី21ថែមទាំងអាចនិយាយជាមួយសត្វបានទៀតរឿងរកលុយគ្រាន់តែជាការងាយប្រាក់10ដំឡឹងមែនទេគ្មានបញ្ហាហើយមិនបាច់ចាំ1ខែទេ3ថ្ងៃតែ3ថ្ងៃប៉ុណ្ណោះខ្ញុំនឹងរកប្រាក់មកប្រគល់ឲ្យត្រឹមតែ3ថ្ងៃប៉ុណ្ណោះខ្ញុំនឹងរកប្រាក់មកប្រគល់ឲ្យអ្នកទាំងអស់គ្នាហាឈានចៅឯងឈួតទេដឹង3ថ្ងៃគឺមិនអាចទេប្រាក់10ដំឡឹងពួកឯងទៅប្លន់ឬបងថ្លៃទី2បងមិនចង់បានខ្ញុំទេមែនទេប្រាក់10ដំឡឹងយើងធ្វើម៉េចនឹងរកបានទៅចៅអូនឯងរឹងរូសពេកហើយអូនដឹងទេថាប្រាក់10ដំឡឹងអាចឲ្យកសិកររស់បានយូរប៉ុណ្ណាសៀវសៀង